ពុកម៉ែបងប្អូនកំពុងតែជួបបញ្ហាមាន់ចិត្តគ្នាពុកម៉ែបងប្អូនមើលវីដេអូនេះដល់ចប់វិធីទី1គឺយើងមានថ្នាំលាយជាមួយចំណីដើម្បីកុំឲ្យមាន់ចិត្តគ្នាថ្នាំនេះទី2យើងអុជចំពោះមាន់វិធីងាយពុកម៉ែបងប្អូនអញ្ចឹងពុកម៉ែបងប្អូនមើលវីដេអូនេះដល់ចប់ហើយជួយចុច follow page និង share ម្នាក់មួយវិធីអុជចំពោះទី1គឺយើងមានកំប៉ុងហ្គាសនិងក្បាលបាញ់ហ្គាសអញ្ចឹងពុកម៉ែបងប្អូនយកមកភ្ជាប់វារបៀបនេះមកបន្ទាប់មកគឺយើងមានប៉ាំងសីនេះពុកម៉ែបងប្អូនយើងធ្វើវារបៀបនេះមកយើងភ្ជាប់ជាមួយក្បាលបាញ់ហ្គាសអញ្ចឹងយើងបើកវាមកវាចេញភ្លើងហើយនេះប៉ាំងសីពុកម៉ែបងប្អូនប៉ាំងសីគឺយើងយករៀងក្រាស់តិចមកដើម្បីយើងយកកំប៉ុងបាញ់ហ្គាសហ្នឹងយកមកបាញ់លើប៉ាំងសីហ្នឹងឲ្យវាមានងើកភ្លើងអញ្ចឹងនេះកំប៉ុងហ្គាសរបស់យើងពុកម៉ែបងប្អូនអញ្ចឹងយើងដាក់ចឹងមកហើយយើងបើកបាញ់ទៅលើប៉ាំងសីបាញ់ភ្លើងមកល្មមពុកម៉ែបងប្អូនមកមានល្ងើភ្លើងនៅម្ខាងទៀតយើងបច្ឆេះចឹងមកហើយយើងមើលមកខាងទៀតគឺយើងមានល្ងើភ្លើងបែបនេះអញ្ចឹងយើងអាចអុជចំពោះមាត់បានហើយវិធីអុជគឺយើងចាប់ចឹងមកពុកម៉ែបងប្អូនយើងអុចម្ដងគឺវាអត់ចិត្តគ្នាពុកម៉ែបងប្អូន 100% គឺវាអត់ចិត្តគ្នាបើក្រុមហ៊ុនគេធំគេប្រើម៉ាស៊ីនអុជពុកម៉ែបងប្អូនតែបើយើងទុយតាអញ្ចឹងយើងប្រើប្រភេទងាយអញ្ចឹងទៅយើងចំណាយតិចអញ្ចឹងយើងអុជចឹងហើយគឺកូនមាន់អត់លែងចិត្តគ្នាគឺ 100% លែងចិត្តគ្នាហ្មងហើយកូនមាន់ដុះរោមស្អាតមាន់ដល់ធំគឺរោមពេញស្អាតអត់តងាលទេពុកម៉ែបងប្អូនហ្នឹងហើយយើងអុជចឹងមកគឺវាអត់ឈាមទេពេលដែលយើងអុជចឹងហើយយើងអុជចឹងអស់បើវាក្នុងធុងហ្នឹងវាចិត្តគ្នាគឺ100យើងអុជទាំង100កូនយើងអុជចឹងទាំងអស់មកហើយបន្ទាប់ពីយើងអត់ហើយគឺយើងប្រើជាពពួកអាមុកជាមួយប៉ារ៉ានិងវីតាមីនដាក់វាផឹករយៈពេល12ម៉ោងទៅដើម្បីឲ្យវាកាត់បន្ថយការឈឺចាប់និងស៊ីចំណីច្រើនវិញគឺវាអត់អន់មាន់ទេចឹងគឺយើងអុជបែបនេះមកពុកម៉ែបងប្អូនយើងចាប់ចំពោះកូនមាន់ហើយយើងចុចជាមួយល្ងើភ្លើងហ្នឹងទៅគឺវាដាច់ហើយចឹងទោះវាចឹកគ្នាក៏វាចឹកអត់ដាច់ទៀតដែរចឹងពុកម៉ែបងប្អូនបើចូលចិត្តវីដេអូនេះសូមជួយចុចfollow page និង share ម្នាក់មួយពុកម៉ែបងប្អូនដើម្បីទទួលបានវីដេអូថ្មីពីខាងកសិដ្ឋានមាន់ស្រែហុងដាលីយើងអុជបែបហ្នឹងមកពុកម៉ែបងប្អូនហើយពុកម៉ែបងប្អូនដែលអត់មានអត់ចង់កាត់ចំពោះមាន់គឺយើងមានថ្នាំពុកម៉ែបងប្អូនថ្នាំលាយមួយចំណីដើម្បីកុំឲ្យវា stress កុំឲ្យវាចឹកគ្នាពុកម៉ែបងប្អូនយើងអាចប្រើថ្នាំលាយមួយចំណីបានសម្រាប់ពុកម៉ែបងប្អូនដែលត្រូវការពពួកថ្នាំលាយមួយចំណីកុំឲ្យមាន់ចឹកគ្នាយើងខាងកសិដ្ឋានយើងមានលក់ពុកម៉ែបងប្អូនមួយកំប៉ុងហ្នឹង1គីឡូ 50000ព្រីសេវាពុកម៉ែបងប្អូនដែលត្រូវការអាចធ្វើការកម្មងពីខាងកសិដ្ឋានមាន់ស្រែហុងដាលីបាន